សំឡេងកងខ្មួងពីរោះពេកក្រៃលេងលេងចងដៃអូនហើយនឹងបងយើងទាំងពីរនាក់អង្គុយត្រសងញាតិមិត្តប្អូនបងឲ្យតឲ្យជ័យបងទៅស្រុកញួនរៀនក្បួនយុទ្ធសាស្ត្របងមកដល់ផ្ទះអូនបែកមានថ្មីរូបគេជាមន្ត្រីពើម្ដេចរូបប្តីឋានៈពលតូនឹងហើយជីវិតពលតូអភ័ព្វពលតូគ្មានទ្រព្យឲ្យគប់ចិនដាសាវាដូចពាក្យលោកថាហត់ទឹកសម្លឹងកាតែមហើយរឿងនឹងទុកមួយឡែកចងរឿងស្រីផិតប្រងជារឿងធម្មតារឿងធំជាងគេគឺជាតិខេមរាវាស្រីសាវាវាផ្កាអង្គក្លិនតែហើយរឿងនឹងទុកមួយឡែកចងរឿងស្រីផិតប្រងជារឿងធម្មតារឿងធំជាងគេគឺជាតិខេមរាស្រីសាវាលៀបកាអង្គក្លិន